សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបធ្វើស៊ុបខ្យងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ដំបូងគឺយើងធ្វើការដាក់ដាំទឹកនៅលើចង្ក្រានរបស់យើងចំពោះស៊ុបខ្យងរបស់យើងបងប្អូនយើងធ្វើជាមួយនឹងជើងជ្រូកដែលយើងកាប់ហើយយើងដាក់ចូលនៅក្នុងឆ្នាំងយើងដាក់ជាមួយនឹងរ៉ូឌីចំនួន3ដុំចំពោះស៊ុបខ្យងរបស់យើងគឺយើងដាក់គ្រឿងឲ្យហើយបងប្អូនដាក់គ្រឿងហើយយើងរំងាស់គ្រឿងរបស់យើងគឺយើងមានស្ករមានប៊ីចេងហើយមានបន្ថែមជាមួយនឹងប្រេងខ្យងបន្តិចចំពោះស៊ុបរបស់យើងហ្នឹងគឺយើងដាក់គ្រឿងខៅហើយយើងកូរវាទៅយើងបន្ថែមជាមួយនឹងខ្យងរបស់យើងបងប្អូនយើងដាក់ចូលក្នុងស៊ុបខ្លះហើយនឹងយើងទុកកញ្ច្រាំលាយជាមួយសាច់ជ្រូកខ្លះយើងមានដាក់ជាមួយនឹងមើមឈូកហើយជាមួយនឹងគល់ជីវ៉ាន់ស៊ុយចំពោះខ្យងហើយនឹងសាច់ជ្រូករបស់យើងធ្វើការកញ្ច្រាំរួចហើយយើងដាក់គ្រឿងក្រៅមានស្ករប៊ីចេងរ៉ូឌីមានអំបិលហើយមានជាមួយនឹងម្រេចយើងបន្ថែមជាមួយនឹងពងទាដើម្បីឲ្យយើងលាយគ្រឿងទៅវាកាន់តែចាប់ជាតិចូលក្នុងស៊ុបខ្យងរបស់យើងណាបងប្អូនចំពោះស៊ុបខ្យងរបស់យើងពេលដែលវាពុះបងប្អូនយើងប្រើជាមួយនឹងទឹកដោះគោឆៅរបស់វាសម្រាប់ស៊ុបខ្យងរបស់ខ្ញុំដាក់ចំនួន3កំប៉ុងណាបងប្អូនហើយយើងក៏មានបន្ថែមជាមួយនឹងម្សៅស៊ុបរបស់ចិនរបស់វាជាមួយនឹងគ្រឿងរបស់វានឹងពេលដែលបងប្អូនដាក់ម្សៅស៊ុបចិនហ្នឹងទៅដើម្បីឲ្យស៊ុបរបស់យើងមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ចំពោះស៊ុបខ្យងបងប្អូនយើងច្រាំសាច់ជ្រូកជាមួយនឹងខ្យងដាក់គ្រឿងខៅរួចហើយបងប្អូនអាចចាប់វាដាក់ចូលក្នុងស៊ុបអញ្ចឹងក៏បានឬក៏ដាក់ក្នុងសំបកខ្យងក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំក៏ច្រាមហើយខ្ញុំចាប់វាដាក់ចូលក្នុងស៊ុបចឹងតែម្ដងបងប្អូនហើយយើងធ្វើការចាប់ជាដុំដាក់ក្នុងស៊ុបរបស់យើងរួចរាល់ហើយយើងក៏ធ្វើការរំងាស់ស៊ុបខ្យងរបស់យើងរហូតដល់តែស៊ុបខ្យងរបស់យើងនឹងឆ្អិនហើយចេញជាតិជាមួយនឹងបន្លែយើងមានមើមឈូកយើងមានជាមួយនឹងសាច់ឈូករបស់យើងហើយយើងដាក់បន្ថែមជាមួយនឹងពងទាមួយគ្រាប់ទៀតណាបងប្អូនដើម្បីឲ្យវាកាន់តែមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ជាមួយនៅក្នុងស៊ុបខ្យងរបស់យើងបងប្អូនសាកកូរមើលតើវាឆ្អិននៅឬក៏មានខ្វះគ្រឿងអីបងប្អូនអាចភ្លក្សនិងបន្ថែមគ្រឿងទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនចំពោះស៊ុបខ្យងរបស់យើងគឺយើងមានបន្លែដូចជាផ្សិតស្ពៃហើយជាមួយនឹងតាំងអោចាបងប្អូន